រៀបសួរសូមស្វាគមន៍មកកាន់ podcast ការសន្ទនានាងខ្ញុំឈ្មោះលីណាហើយថ្ងៃនេះខ្ញុំរីករាយមែនទែននឹងនាំអ្នកទាំងអស់គ្នាទៅជួបសិល្បករនារីមួយរូបគាត់មានឈ្មោះថាម៉េចសេរីរតន៍ស្នាដៃរបស់គាត់ភាគច្រើនពិនិត្យទៅលើបញ្ហាសង្គមបរិស្ថានអត្តសញ្ញាណនិងកត្តាវិទ្យាហើយស្នាដៃរបស់គាត់មានទម្រង់ជារូបថតវីដេអូការដំឡើងនិងបច្ចេកវិទ្យាអញ្ចឹងកុំឲ្យរងចាំយូរយើងមកជួបជាមួយនឹងសេរីរតន៍ទាំងអស់គ្នាជំរាបសួរអូនចាជំរាបសួរបងសុខសប្បាយចាសុខសប្បាយថ្ងៃនេះអរគុណច្រើនសម្រាប់ការចូលរួមជាមួយនឹង podcast ថ្ងៃនេះហើយនិយាយទៅបងស្គាល់សេរីរតន៍តាំងពីយូរដែរណាប៉ុន្តែហ្នឹងហើយសូមម្នាក់ជួយណែនាំខ្លួនបន្តិចសិនមុនយើងចូលទៅនិយាយគ្នាតទៀតចាបងខ្ញុំសេរីរតន៍ខ្ញុំជាអ្នកថតរូបជាអ្នកផលិតវីដេអូឯកសារហើយក៏ដូចជាសិល្បករផ្នែកចក្ខុទស្សន៍ផងដែរចាអូខេអញ្ចឹងបងចាំបារម្ភក៏ប៉ុន្តែមុននឹងធ្វើ visual art ឬក៏សិល្បករទស្សន៍ហ្នឹងអូនធ្វើការងារសិល្បៈរូបថតមុនគេហើយចំណងជើងហ្នឹងដង្ហើមសហសម័យអាចនិយាយពីការងារហ្នឹងបន្តិចបានទេចាបងការងារដំបូងដែលខ្ញុំធ្វើតាក់ទងទៅនឹងផ្នែករូបថតហ្នឹងគឺមានចំណងជើងថាដង្ហើមសហសម័យដែលនិយាយអំពីប្រភពនៃកង្វះទឹកហើយគម្រោងនេះគឺជាគម្រោងដំបូងដែលខ្ញុំធ្វើសម្រាប់និក្ខេបបទសាលានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅдепាร์តម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ក្នុងឆ្នាំ2018ចា៎ហេតុអីបានចង់ធ្វើការងារហ្នឹងសម្រាប់ខ្ញុំតែងតែចាប់អារម្មណ៍ផ្នែកបរិស្ថានចាពេលនៅរៀនវិទ្យាល័យគឺចង់ធ្វើជាអ្នកបរិស្ថានហ្មងចាតែបន្តមកទៀតក៏ដូរចាហើយក៏បានចូលនៅдепាร์តម៉ង់ប្រព័ន្ធផ្សព្វផ្សាយហើយក៏គិតថាឲ្យតែយើងនៅតែស្រឡាញ់ផ្នែកឬក៏វិស័យបរិស្ថានហ្នឹងគឺយើងនៅតែអាចប្រើវិធីអីមួយដើម្បីតាក់ទងទៅនឹងផ្នែកបរិស្ថានអញ្ចឹងទៅក៏ខ្ញុំប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយជាឧបករណ៍ក្នុងការបញ្ជ្រាបនៅការយល់ដឹងពីផ្នែកបរិស្ថានចាមើលទៅបើតាមបងចាំការងារនឹងដង្ហើមសហសម័យជាទេសស៊ីបញ្ចប់ផងប៉ុន្តែអនឡាញដាក់ការងារនឹងពីពាន់នៅពី3កន្លែងមែនអត់ចាដំបូងការងារនឹងយើងបង្ហាញស្នាដៃនៅវិទ្យាស្ថានស្លឹករឹតចាហើយបន្ទាប់មកយើងបង្ហាញវិទ្យាស្ថានស្លឹករឹតហ្នឹងគឺនៅភ្នំពេញហើយបន្ទាប់មកយើងបង្ហាញនៅមេតាហោសភ្នំពេញដែរយើងបង្ហាញនៅស្ទឹងសង្កែ Gallery នៅបាត់ដំបងហើយក៏កំឡុងពេលបន្តមកទៀតក៏យើងមានបង្ហាញនៅសៀមរាបខ្លះដែរលក្ខណៈជា projection ការបញ្ចាំង slide ចាពីគម្រោងរបស់យើងហ្នឹងចានឹងកន្លែងហ្នឹងបងចាប់អារម្មណ៍មួយដោយសារមែនតើទៅដឹងថាណែចង់ខ្លាចជាអ្នកបរិស្ថានហើយទៅប៉ុន្តែប្រើទម្រង់ផ្សេងដើម្បីបង្ហាញអំពីស្នាដៃចាអាហ្នឹងបងចង់ចូលឲ្យជ្រៅជាងនឹងបន្តិចចង់សួរពីដើមកំណើតថាហេតុអីបានជាណែពេលណាដែលណែចាប់អារម្មណ៍ថាអាចឬក៏សិល្បៈហ្នឹងគឺជាទម្រង់មួយដែលណែពេញចិត្តហើយឬក៏បងអាចសុំសួរថាហេតុអីបានចង់ខ្លាចជាសិល្បករអញ្ចឹងតាមពិតឥឡូវហ្នឹងមិនដែលគិតថាខ្លួនឯងទៅជាសិល្បករ 100% ហ្មងទេព្រោះខ្ញុំចាប់ផ្ដើមពីការស្រឡាញ់វិស័យបរិស្ថានហើយខ្ញុំតែងតែសួរខ្លួនឯងហើយគិតថាតើយើងធ្វើមិនដើម្បីទៅដល់គោលដៅដែលយើងចង់ធ្វើនឹងបើទោះបីជាយើងមិនមែនជាអ្នកបរិស្ថានក៏ដោយអញ្ចឹងដោយសារតែខ្ញុំបានមានឱកាសទទួលបានអាហារូបករណ៍នៅសាកលវិទ្យាល័យផ្នែកសារព័ត៌មានផ្នែកប្រព័ន្ធផ្សព្វផ្សាយហ្នឹងក៏បានចាប់ពេលតាំងពីពេលហ្នឹងមកចាប់ផ្ដើមទទួលបានចំណេះដឹងខ្លះថាតើយើងគួរប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយហ្នឹងក្នុងការបញ្ជ្រាបពីវិស័យហ្នឹងដោយរបៀបណាចាអូខេអញ្ចឹងបានន័យថាអត់ចង់ហៅខ្លួនឯងថាសិល្បករទេសិល្បករចាប្រហែលជាអត់តាន់ទេមិនតាន់ 100% ជាសិល្បករព្រោះដោយសារយើងធ្វើការងារផ្សេងពីនឹងទៀតខ្ញុំជាអ្នកថតរូបផងដែរហើយក៏ជាអ្នកថតធ្វើវីដេអូឯកសារចាហ្នឹងហើយឥឡូវចាប់អារម្មណ៍ជាមួយនឹងដំណើរថាអត់តធ្វើសិល្បករប៉ុន្តែបង្កើតស្នាដៃសិល្បៈហើយអាហ្នឹងយើងអត់ដឹងហៅអីណា emerging របស់អង់គ្លេសគេហៅ emerging artist អញ្ចឹងណាទៅមកអាចថាលិចអីទៀតជាច្រឡំលិចrồiទៅមករៀបរះសិល្បករទៅរៀបរះអូខេតែដឹងរះពេលណាហ្នឹងហើយបន្ទាប់ពីស្នាដៃ
đằng hai hạ máy đằng máu này nhờ cá sna đây và to một tiệt nó đôi chia pipon đập bằng bấy rồi có pipon đập buồn đã tăng pipon thiệt nơi cùng rong sờ bạ so mẹ nè là ngày chứng ai chui chạy lệ tha càng nghe nứng hạt ấy bạn cho thọc thì thiên là bọt nứng hay càng nghe nứng pe nứng bạch đài ចាបន្ទាប់ពីគម្រោងដង្ហើមសហសម័យមកខ្ញុំចូលរួមរៀនថ្នាក់ខ្លីនៅថ្នាក់រូបថតនៅសហសម័យរូបថតឯកសារនឹងសហសម័យចាអញ្ចឹងទៅកំឡុងពេលហ្នឹងខ្ញុំមានឱកាសផលិតការងារតាក់ទងទៅនឹងបអង់គ្លេស graduate shoot អញ្ចឹងកំឡុងពេលខ្ញុំរៀនចប់នៅសាកលវិទ្យាល័យមកខ្ញុំបានចូលរួមថ្នាក់រូបថតឯកសារនឹងរូបថតសហសម័យនៅគម្រោងសសចាហើយកំឡុងពេលហ្នឹងក៏ខ្ញុំបានធ្វើការងារសិល្បៈខ្លីមួយដែរដើម្បីបញ្ចប់ថ្នាក់ហ្នឹងហើយបន្តមកទៀតខ្ញុំក៏បានចូលរួមនៅមហោស្រពអង្គរចាការហ្នឹងហើយការសិក្សាវគ្គខ្លីដែរនៅមហោស្រពអង្គរហ្នឹងហើយក៏ធ្វើការតាក់ទងនឹងវត្តបូចាហើយបន្តមកទៀតក៏ចូលរួមនៅក្នុងពិព័រណ៍ជាលក្ខណៈការបង្ហាញការងារខ្លីៗបញ្ចាំងការងារខ្លីៗជាមួយនឹងសិល្បករដទៃទៀតនៅក្នុងមហោស្រពភ្នំពេញចាហើយបន្តមកទៀតទើបបានបង្កើតការងារធាតុនឹងឡើងចាការងារធាតុហ្នឹងគឺនៅក្នុងឆ្នាំ2020ជាមួយនឹងបងស្រីរបស់ខ្ញុំជូឡាចាអញ្ចឹងពួកយើងគឺជាសិស្សដែលបានបញ្ចប់ថ្នាក់នៅគម្រោងសសហើយខាងគម្រោងសសមានការគ្រប់គ្រងទៅនឹងសិល្បករក្មេងៗចាបន្តមកទៀតបានយើងនៅពេលយើងបានទទួលបានការគ្រប់គ្រងហ្នឹងក៏យើងយកថវិកាហ្នឹងដើម្បីផលិតស្នាដៃទាំងពីរនាក់ហ្នឹងចាហើយយើងដាក់ឈ្មោះគម្រោងហ្នឹងថាជាធាតុដែលនិយាយដែលបងខ្ញុំគាត់ស្រឡាញ់ទឹកទន្លេអញ្ចឹងទៅខ្ញុំស្រឡាញ់ខ្ញុំស្រឡាញ់ដើមឈើចាអញ្ចឹងទៅយើងថាធ្វើម៉េចដើម្បីឲ្យការស្រឡាញ់របស់យើងនៅតែបន្តហើយយើងអាចជួយគ្រប់គ្រងគ្នាទៅវិញទៅមកអញ្ចឹងគម្រោងហ្នឹងគឺមានធាតុពីរដែរគឺទី1ឈើហើយទី2ទឹកចាចាខ្ញុំគិតថាឈើសម្រាប់ឈើជាធាតុមួយដែលវាចាំបាច់វាប្រសិនបើនិយាយពីសកម្មឬក៏ការប្រើប្រាស់ប្រចាំថ្ងៃពិសេសនៅតំបន់ជនបទគឺគេប្រើប្រាស់ឈើក្នុងការដុតក្នុងការចម្អិនចាហើយផ្សេងទៀតជាជំរកចាតើអានោះសម្រាប់មនុស្សតែបើយើងនិយាយពីសត្វវិញជាជំរកហើយដោយវាជាតម្រូវការធំខ្លាំងមែនទែនសម្រាប់សត្វអញ្ចឹងណាចាអញ្ចឹងបើសិនបើនិយាយពីភពផែនដីវិញគឺជាដូចសក់ជារោមជាកៅអៅសម្រាប់ភពផែនដីអញ្ចឹងដូចខ្ញុំចាំអ្នកថតរូបម្នាក់ Sebastian Sagado ដែលគាត់និយាយពីការប្រៀបធៀបមនុស្សទៅនឹងផែនដីនៅពេលដែលមនុស្សយើងអត់មានសក់គឺគាត់ងូតទឹកទៅវាទៅអស់គឺដូចនឹងភពផែនដីយើងអញ្ចឹងនៅពេលដែលយើងអត់មានដើមឈើគឺទឹកពេលភ្លៀងមកវាទៅអស់ហើយចាអញ្ចឹងវាមានសារៈសំខាន់មែនតើយើងចង់ស្វែងយល់ថាតើទឹកជាមួយនឹងធាតុដទៃទៀតដូចជាព្រលឹងរុក្ខរៈអ្នកតាអីទាំងអស់ហ្នឹងតើពួកគាត់គិតមិនពីការអភិវឌ្ឍហ្នឹងចាបងអាចសួរបន្ថែមទៀតលើចំណុចហ្នឹងបានទេថាបើសិននៅពេលហ្នឹងដល់ពេលដែលយើងបង្កើតស្នាដៃដឹងថាអណែងធ្លាប់ធ្វើស្នាដៃរូបថតហើយប៉ុន្តែដល់ពេលបង្កើតស្នាដៃរួមហ្នឹងអារម្មណ៍យ៉ាងមិនដែរហើយទៅការទៅស្រាវជ្រាវធ្វើមុនធ្វើស្នាដៃវាដំណើរការយ៉ាងម៉េចដែរខ្លះចាតាមខ្ញុំចង់បានត្រួសហ្នឹងខ្ញុំឲ្យបងស្រីខ្ញុំគឺព្យាយាមទៅរកទីតាំងដែលវាតាក់ទងទៅនឹងគំនិតដែលយើងចង់និយាយព្រោះដោយសារបើសិនបើយើងនិយាយពីទន្លេវិញតាក់ទងទៅនឹងដូចជាមេទន្លេចាដែលយើងឲ្យឈ្មោះថា Mother of River ចាហើយអញ្ចឹងយើងទៅកន្លែងណាដែលវាអាចថាជាមុំប្រសពតាក់ទងទៅនឹងទន្លេពុទ្ធសាសនានិយាយពីទីតាំងភូមិសាស្ត្រខ្មែរភ្នំពេញវិញទន្លេមុខ4តើយើងចង់រួមបញ្ចូលពីតើទន្លេមុខ4ហ្នឹងវាមានសារៈសំខាន់ផងវាមានដើមកំណើតផងវាមានទំនាក់ទំនងអីផងអញ្ចឹងយើងទៅម្ដុំចុងនៅអរិយស័ព្ទចាយើងទៅសាកល្បងធ្វើ performance ឬក៏ការសម្ដែងហ្នឹងហើយយើងថតអីអញ្ចឹងទៅមើលទៅវាអាចនឹងទៅគំនិតដែលយើងចង់បានដែរប៉ុន្តែបន្ទាប់មកទៀតយើងស្វែងរកតំបន់ផ្សេងទៀតដែរយើងមាន
ការសម្ដែងនៅហ្នឹងខ្ញុំជាអ្នកថតវីដេអូចឹងទៅបងខ្ញុំជាអ្នកសម្ដែងហើយនឹងមានក្រុមការងារខាងគម្រោងសសក៏បានជួយគ្រប់គ្រងដែរចាពិបាកទេ ឬក៏ពិបាកដែរហើយខ្លាចដែរហ្នឹងហើយព្រោះយើងជាមនុស្សប៉ុន្តែអីដែលយើងវាថ្មីមួយទៀតដូចបងស្រីខ្ញុំជាលើកទី1សម្រាប់គាត់ក្នុងការសម្ដែងហើយយើងទម្លាក់នៅអីដែលយើងដឹងហើយសាករៀនពីអីដែលមិនមែនជាយើងដែរអាចអញ្ចឹងលំហមួយហ្នឹងខ្ញុំគិតថាវាសំខាន់ក្នុងការដែលយើងចាប់ផ្ដើមធ្វើការងារថ្មីព្រោះនៅពេលដែលយើងចង់ធ្វើការងារថ្មីតើតែយើងបើកនៅគំនិតខ្លួនឯងថាខ្ញុំអត់ចេះហើយខ្ញុំមកនេះរៀនធ្វើឲ្យថ្មីដែរចាបើមិនចឹងទេការងាររបស់យើងគឺនៅតែដាក់សម្រាប់ក្នុងគម្រោងធាតុហ្នឹងផងដែរក៏បើយើងនិយាយពីផ្នែកមួយទៀតនៃការងារហ្នឹងគឺតាក់ទងទៅនឹងព្រៃឈើគឺយើងបានទៅព្រៃសង់រុក្ខវ័ននៅខេត្តឧត្តរមានជ័យហើយពេលហ្នឹងយើងដឹងគុណចំពោះការពលីរបស់សង្ឃចាសង្ឃដែលគាត់រស់នៅតំបន់ហ្នឹងគឺគាត់អត់នៅវត្តទេគាត់សុកចិត្តមកនៅព្រៃក្នុងការឆ្មាំមើលការដែលគេមកកាប់ព្រៃខុសច្បាប់អីអញ្ចឹងឬក៏បបបាញ់សត្វខុសច្បាប់ហ្នឹងអញ្ចឹងយើងចង់ធ្វើការដឹងគុណទៅនឹងក្រុមព្រះសង្ឃទាំងអស់នោះអញ្ចឹងទៅក៏យើងចង់ធ្វើការងារនេះដោយយើងទៅលក្ខណៈថាលាបពណ៌ផងដែរនៅលើដើមឈើហ្នឹងហើយលាបពណ៌ហ្នឹងក៏ដូចជាលក្ខណៈសមាធិមួយដែរចាហើយយើងមានការរុំនៅកណាត់សង់ដែរហើយនឹងរបស់របរដែលគេបោះចោលដែរចាយើងមានឧបករណ៍ខ្លះដែលយើងគិតថាយើងចង់ធ្វើហើយយើងទៅដល់នោះយើងព្យាយាមគេថា stimulate ឬក៏ព្យាយាមស្វែងយល់នៅមជ្ឈដ្ឋានជុំវិញហ្នឹងតើវាតាក់ទងទៅនឹងគោលគំនិតអីដែលយើងចង់និយាយហ្នឹងហើយយើងប្រើប្រាស់របស់ដែលមាននៅទីតាំងហ្នឹងផងនិងរបស់ដែលយើងមានគោលគំនិតពីភ្នំពេញផងដោយរបស់ដែលគេបោះចោលអីហ្នឹងគឺយើងប្រម៉ែប្រមូលពីពេញទៅឯងហើយយើងយកទៅដល់នោះអញ្ចឹងធ្វើយើងហើយមួយទៀតយើងសាកលបងអីចឹងទៅយើងពេលហ្នឹងខ្ញុំថតមានដៃប្រឡាក់ពណ៌ប្រឡាក់អីផងហើយយើងយកផេះដែលគេដុតព្រៃឬក៏ផេះដែលគេប្រើប្រាស់ក្នុងការកម្ដៅឬក៏ប្រើប្រាស់ក្នុងការចម្អិនម្ហូបអីអញ្ចឹងយើងយកមកធ្វើជាការងារសិល្បៈចា៎ពេលដាក់ពិព័រណ៍ហ្នឹងនៅក្នុងចំនួនកូវីដព្រោះ2020ទៅ2020អញ្ចឹងពិបាកអត់ចាពេលហ្នឹងដូចប៊ីសកូវីដចាខ្ញុំចាំពេលហ្នឹងអញ្ចឹងចាពេលហ្នឹងនឹងឲ្យកំឡុងពេលហ្នឹងវារៀងមានផលលំបាកខ្លះដែរព្រោះយើងរំពឹងថានៅពេលដែលយើងធ្វើហើយគឺមានការចូលរួមពីសំណាក់សាធារណៈចាប៉ុន្តែអត់អីទេខ្ញុំគិតថាវាជាការងារដំបូងហើយយើងព្យាយាមធ្វើអីដែលយើងអាចធ្វើបានកំឡុងពេលនេះនិយាយថយក្រោយបន្តិចព្រោះអីមានពិព័រណ៍មួយទៀតឈ្មោះខ្ញុំជាកូនស្រីខ្ញុំជាកូនស្រីហ្នឹងហើយពិព័រណ៍ហ្នឹងអូនអាចជួយចែកម្លែកពីដូចថាប្រធានបទហេតុអីបានយកឈ្មោះហ្នឹងហើយមិនបានបង្កើតស្នាដៃឈ្មោះខ្ញុំជាកូនស្រីចឹងចាតាមពិតគម្រោងខ្ញុំជាកូនស្រីហ្នឹងគឺលក្ខណៈថាយើងបានទទួលថវិកាពីខាងអង្គការដែលគាត់ឃើញស្នាដៃឬក៏ការងារដែលយើងធ្វើកន្លងមកវាសមស្របទៅនឹងគំនិតដែលគាត់ចង់ធ្វើចង់បង្ហាញចាអញ្ចឹងទៅគាត់ក៏ផ្ដល់ឱកាសនេះឲ្យយើងហើយយើងផលិតនៅការងារខ្ញុំជាកូនស្រីហ្នឹងចាការងារហ្នឹងអូនអាចចែកម្លែកថែមទៀតទេថាអូនធ្វើមិនខ្លះការងារហ្នឹងដោយសារប្រហែលជាមានរូបភាពប៉ុន្តែប្រហែលអាចចង់ដឹងពីគំនិតហេតុអីបានឯងចង់ធ្វើស្នាដៃហ្នឹងចាសម្រាប់គោលគំនិតក្រោយគម្រោងខ្ញុំជាកូនស្រីហ្នឹងគឺយើងចង់លើកកម្ពស់ភាពជាស្ត្រីពិសេសក្មេងស្រីចាអញ្ចឹងទៅយើងរកបានក្មេងស្រីម្នាក់ដែលគាត់នៅតំបន់លក្ខណៈស្លាំឬក៏តំបន់ដែលអនាធិបតេយ្យហើយយើងសុំឲ្យគាត់មកថតនៅក្នុង studio ហើយសម័យមើលថាតើប្រសិនបើគាត់មានការគ្រប់គ្រងដូចជាការអប់រំដូចជាសិទ្ធិក្នុងការបញ្ចេញមតិក្នុងការនិយាយស្ដីទាំងអស់ហ្នឹងតើគាត់មានអារម្មណ៍ម៉េចចាអញ្ចឹងនៅក្នុងគម្រោងហ្នឹងគឺយើងអាចថា experiment តិចដែរ conceptual តិចដែរតែយើងនៅតែចង់គ្រប់គ្រងនឹងបើកឱកាសឲ្យថាប្រសិនបើគាត់ជាស្រីប៉ុន្តែគាត់អាចធ្វើបានហើយពិសេសគឺគាត់នៅក្មេងចា
មួយទៀតតកតងនឹងស្ត្រីដែរចាដែលទទួលបានថវិកាពីខាងAFD ចាតកតងទៅនឹងស្ត្រីដែរជាមួយនឹងអាជីពការងារតែស្ត្រីលើកនេះគឺលក្ខណៈស្ត្រីរៀងគាត់អាយុមជ្ឈិមអ្វី មជ្ឈិមអ្វីចាវ័យកណ្ដាលចាហ្នឹងហើយចឹងគម្រោងហ្នឹងបងអាចសួរថាវាភាគច្រើនអូនមានគម្រោងគេស្នើបន្ទាប់មកបានអូនធ្វើស្នាដៃឬក៏អូនចាប់អារម្មណ៍ថាមានប្រធានបទហើយអូនទៅបង្កើតស្នាដៃសិនចាសម្រាប់គម្រោងនេះគឺដូចលក្ខណៈដូចគេ commission ដែរចាគឺគេឃើញថាយើងជាស្ត្រីហើយប្រធានបទហ្នឹងតាក់ទងទៅនឹងស្ត្រីចាអញ្ចឹងទៅយើងទទួលបានការគ្រប់គ្រងឬក៏ថវិកាក្នុងការផលិតគម្រោងហ្នឹងដែរចាអញ្ចឹងជាទូទៅបន្ទាប់ពីហ្នឹងទៀតឥឡូវយើងបងសុំសួរសំណួរទូទៅវិញថាក្នុងពេលដែលបង្កើតស្នាដៃហ្នឹងដំណើរការនៃការបង្កើតហ្នឹងពីតាំងពីដើមដល់ចប់ពី0ដល់100គេខ្លះ0ដល់100មានអីខ្លះហ្នឹងហើយមានធ្វើអីគេខ្លះអូការងារមានហ្នឹងហើយការងារមួយចំនួនការងារធំខ្ញុំគិតថាលក្ខណៈដង្ហើមសហសម័យគឺជាការងារដំបូងដែលខ្ញុំចាប់ផ្ដើមធ្វើហើយខ្ញុំអាចថាសប្បាយចិត្តដែលខ្ញុំចាប់ផ្ដើមធ្វើវាហើយវាចេញជារូបរាងឡើងហើយនៅពេលដែលយើងមានបញ្ហាឬក៏យើងតែងតែសួរខ្លួនឯងថាតើយើងគួរតែដើរតាមផ្លូវណាមានអាចថាទិសដៅនៃការងាររបស់យើងចាអញ្ចឹងទៅយើងបកទៅមើលខាងក្រោយហើយយើងចាប់ផ្ដើមគិតមកវិញថាតើខ្ញុំជាអ្នកណាតើខ្ញុំគួរធ្វើអីតាក់ទងទៅនឹងអីចាអញ្ចឹងអាហ្នឹងគឺជាខ្ញុំគិតថារឿងអីសំខាន់មួយហើយការងារមួយទៀតដែលខ្ញុំស្រឡាញ់គឺតាក់ទងទៅនឹងវត្តបូចាវត្តបូគឺយើងនិយាយពីក្មេងទូចដែលគាត់នៅសាលាវត្តបូយើងចង់និយាយអំពីភាពដែលគាត់ discipline ចាគឺវិន័យចាវិន័យអញ្ចឹងខ្ញុំគិតថាវាអាចជាចំណុចអីមួយដែលយើងចាប់ផ្ដើមគិតពីសូម្បីតែវាមិនជាអីដែលយើងអាចមើលឃើញប៉ះបានទេប៉ុន្តែវាមានសារៈសំខាន់មែនទែនក្នុងសង្គមខ្មែរយើងដែរហើយពិសេសគឺវាជាសិទ្ធិនិយមចាវាចំណុចល្អដែលយើងគួរតែរៀនចាសូម្បីតែពីក្មេងក៏យើងអាចរៀនបានដែរហើយការងារផ្សេងពីនឹងទៀតដូចធាតុដែលខ្ញុំធ្វើមួយបងស្រីខ្ញុំហើយនឹងការងារតាក់ទងទៅនឹងនៅពេលដែលព្រះអាទិត្យខិតទៅជិតទន្លេហ្នឹងគឺជាការងារមួយទៀតដែលខ្ញុំធ្វើនៅឆ្នាំ2023ហើយធ្វើសម្រាប់មហោស្រពនៅហុងកុងចាកំឡុងពេលហ្នឹងខ្ញុំធ្វើប្រហែលជាអាចថាចិត្តចូលមួយឆ្នាំដែរចាហើយយើងយកការងារហ្នឹងទៅដាក់នៅក្នុងមហោស្រពហុងកុងហើយនៅក្នុងឆ្នាំនេះ2025ខ្ញុំធ្វើតាក់ទងទៅនឹងក្រោមដីដែលយើងនិយាយពីទឹកក្រោមដីអញ្ចឹងបើកលិចទៅវិញគឺការងារខ្ញុំភាគច្រើនតាក់ទងនឹងបរិស្ថានចាព្រះអាទិត្យខិតទៅចិត្តទន្លេចាហ្នឹងហើយអញ្ចឹងអាចនិយាយពីដំណើរការឬក៏អត្តន័យឬក៏អ្វីដែលឯងចង់ធ្វើអំពីស្នាដៃនឹងតិចបានទេព្រោះអីវាយើងហៅថាបើក studio របស់សិល្បករប៉ុន្តែជាស្នាដៃដែលសម្រាប់ថ្ងៃព្រួយដាក់តាំងនៅមហាសន្និដ្ឋាននៅហុងកុងតែហ្នឹងហើយចាអញ្ចឹងសម្រាប់គម្រោងនៅពេលដែលព្រះអាទិត្យខិតទៅចិត្តទន្លេហ្នឹងគឺនិយាយអំពីការឡើងកម្ដៅផែនដីដែរព្រោះខ្ញុំមានបទពិសោធន៍ភាគច្រើនការងាររបស់ខ្ញុំតាក់ទងនឹងបទពិសោធន៍ផ្ទាល់ខ្លួនព្រោះដោយសារតាធម្មជាតិឬក៏បរិស្ថានហ្នឹងវានៅអីតែជុំវិញខ្លួនយើងឯងប៉ុន្តែយើងអាចដឹងដល់កម្រិតណាគឺនៅពេលដែលយើងចាប់ផ្ដើមខ្វល់ខ្វាយចាប់ផ្ដើមគិតចាប់ផ្ដើមសង្កេតនៅអ្វីដែលនៅជុំវិញខ្លួនយើងដោយគម្រោងដង្ហើមសហសម័យហ្នឹងគឺកំឡុងពេលមួយដែលខ្ញុំត្រូវតែធ្វើវាគឺនៅពេលដែលឡានដឹកទំនិញហ្នឹងវាបញ្ចេញផ្សែងពុលខ្លាំងមែនទែនដូចលក្ខណៈទឹកលូអញ្ចឹងទឹកលូឡើងពេញផ្លូវប៉ុន្តែវាជាផ្សែងឯងអញ្ចឹងអារូបភាពហ្នឹងខ្ញុំភ្លេចរបានឯងហ្នឹងគឺជាអីដែលខ្ញុំប្រាប់ខ្លួនឯងថាខ្ញុំត្រូវធ្វើគម្រោងហ្នឹងហើយដូចនៅពេលដែលគម្រោងព្រះអាទិត្យខិតទៅចិត្តទន្លេហ្នឹងគឺភាពក្តៅហ្មងចាការឡើងកម្ដៅហ្នឹងតាមពិតវាមិនមែនជារឿងថ្មីឯងវាឡើងយូរហើយចាហ្នឹងហើយវាប្រែប្រួលហ្នឹងវាយូរហើយចាប៉ុន្តែអីដែលសំខាន់ហ្នឹងគឺនៅពេលដែលវាប្រែប្រួលហ្នឹងគឺយើងត្រូវតែដឹងថាតើយើងគួរតែជៀសវាងហើយនឹងកាត់បន្ថយនៅហានិភ័យហ្នឹងដោយរបៀបណាចាអញ្ចឹងបទពិសោធន៍របស់ខ្ញុំផ្ទាល់ខ្លួននៅពេលដែលវាឡើងកម្ដៅនោះឧទាហរណ៍ថាយើងឆាប់ខឹងមួម៉ៅអញ្ចឹងហើយអានឹងតាក់ទងទៅនឹងសតិអារម្មណ៍ហើយនឹងបញ្ហាផ្លូវចិត្តមនុស្សសម័យ
សម័យបច្ចុប្បន្នដែរចា៎ ហើយស្នាដៃហ្នឹងបងចាប់អារម្មណ៍ថាណែឯងប្រើវិធីសាស្ត្រពិសេសទៀតអាពេលហ្នឹងបង្កើតស្នាដៃហ្នឹងមិនដែរធម្មតាដោយសារការបង្ហាញហ្នឹងវាមិនមែនគ្រាន់តែជារូបធម្មតាអញ្ចឹងអូនអាចបញ្យល់អំពីការបង្កើតហ្នឹងតិចបានទេចាសម្រាប់គម្រោងហ្នឹងគឺយើងប្រើប្រាស់ឧបករណ៍infrared ចាដែលយើងថតចាប់យកពន្លឺចាឧបករណ៍ដែលយើងថតចាប់យកពន្លឺនោះដោយសារតាគំនិតរបស់យើងហ្នឹងតាក់ទងទៅនឹងកម្ដៅចាអញ្ចឹងដើម្បីថតចាប់យកពន្លឺកម្ដៅហ្នឹងតាយើងយកអីអញ្ចឹងចាហើយអញ្ចឹងទៅក៏ខ្ញុំបានស្វែងរកឧបករណ៍ហ្នឹងហើយប្រើប្រាស់ឧបករណ៍ហ្នឹងក្នុងការថតរូបភាពចាហ្នឹងហើយមកដល់កន្លែងហ្នឹងយើងចាំអារម្មណ៍ថាហ្នឹងឲ្យការងារដែលណែបើក studio ហើយឥឡូវយើងចាប់អារម្មណ៍ជាមួយការងារក្រោយគេការងារដែលបើក studio ថ្មីនេះនៅក្រោមដីហ្នឹងអាចជួយចែកម្លែកតិចបានទេចាការងារក្រោមដីគឺយើងចង់និយាយអំពីសារៈសំខាន់នៃទឹកក្រោមដីតាក់ទងទៅនឹងទីតាំងភូមិសាស្ត្រប្រវត្តិសាស្ត្ររបស់កម្ពុជាទៅនឹងធារាសាស្ត្រចាដែលបើសិនបើយើងនិយាយពីសម័យមុនកំឡុងពេលអង្គរចាគឺពេលហ្នឹងគឺយើងល្បីមែនទែនផ្នែកធារាសាស្ត្រចានៅក្នុងតំបន់អង្គរហ្នឹងគឺផ្លូវទឹកខ្វាត់ខ្វែងមានតាមការថតរបស់ LiDAR sensor ពីឆ្នាំ2012ហ្នឹងគឺបង្ហាញថានៅតំបន់អង្គរហ្នឹងគឺវាមានផ្លូវទឹកវាមើលទៅវាចង់និយាយថាជា civilization មួយដែលសឹងថាប្រទេសនៅតំបន់នៅប្រទេសអឺរ៉ុបគឺអត់ទាន់មានអត់ទាន់ដឹងអត់ទាន់យល់ទេក៏ប៉ុន្តែយើងបានមានអានឹងមកហើយចាអញ្ចឹងបកទៅវិញឥឡូវបច្ចុប្បន្នភាពនៅកម្ពុជាគឺពេលខ្លះបើភ្លៀងលិចទឹកចឹងទៅដល់ពេលរដូវប្រាំងគឺពេលតំបន់ខ្លះគឺប្រាំងរីងស្ងួតអញ្ចឹងទៅអញ្ចឹងអីដែលខ្ញុំចង់ផ្ដោតសំខាន់បកមកវិញហ្នឹងគឺថាតើយើងអាចរៀនបានអ្វីពីចំណេះដឹងបុរាណអាចថា ancient knowledge ហ្នឹងតើយើងអាចរៀនអ្វីបានពីរឿងទាំងអស់ហ្នឹងចា៎ចឹងអូនបានរៀបរាប់ពីស្នាដៃជាច្រើនហើយបងចាប់អារម្មណ៍មួយក្នុងនាមជាសិល្បករស្រីនៅក្នុងប្រទេសកម្ពុជាតើមានអីជាការប្រឈមអត់ឬក៏បងអាចសួរថាតើអ្វីដែលធ្វើឲ្យឯងចាប់អារម្មណ៍ពីការបង្កើតស្នាដៃសិល្បៈខ្ញុំគិតថាចំណុចដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍បង្កើតការងារសិល្បៈគឺដោយសារតែយើងចង់និយាយអំពីអីមួយដែលយើងគិតថាម្នាក់មានតួនាទីអីមួយនៅក្នុងសហគមន៍ហើយតើអ្វីជាតួនាទីឬក៏ទំនួលខុសត្រូវរបស់ខ្ញុំចាអញ្ចឹងក្នុងនាមខ្ញុំជាបុគ្គលឬក៏ជាពលរដ្ឋម្នាក់នៅក្នុងសហគមន៍តើខ្ញុំអាចជួយធ្វើអីបានដែលវាអាចលើកកម្ពស់នៅភាពប្រសើរឡើងនៅក្នុងប្រទេសរបស់ខ្ញុំឬក៏សហគមន៍របស់ខ្ញុំចាអញ្ចឹងនៅពេលដែលខ្ញុំឃើញកង្វះខាតអីមួយឬក៏អវត្តមាននៅផ្នែកណាមួយខ្ញុំគិតថាប្រហែលជាខ្ញុំអាចនិយាយអំពីអាហ្នឹងហើយធ្វើការផ្លាស់ប្ដូរដោយភាពវិជ្ជមាននៅក្នុងហ្នឹងមានការប្រឈមអីខ្ញុំគិតថាការប្រឈមតែងតែមានចាហ្នឹងហើយមួយក្នុងចំណោមហ្នឹងប្រហែលជាអាចជាធនធានពេលខ្លះយើងមានគំនិតទេប៉ុន្តែយើងខ្វះធនធានឬក៏ការគ្រប់គ្រងដូចនៅក្នុងបើយើងនិយាយពីផ្នែកសិល្បៈនៅកម្ពុជាវិញគឺយើងខ្វះធនធានលក្ខណៈថាការជួយគ្រប់គ្រងច្រើនព្រោះដោយសារប្រសិនបើយើងប្រៀបធៀបមិនចង់ប្រៀបធៀបប៉ុន្តែខ្ញុំគិតថាយើងចំណុចខ្លះយើងត្រូវប្រៀបធៀបដើម្បីធ្វើការអភិវឌ្ឍចាដូចយើងត្រូវការធនធានថវិកាឧទាហរណ៍ខ្ញុំចង់បង្កើតស្នាដៃមួយយើងត្រូវការធនធានថវិកាដើម្បីបង្កើតវាយើងមានគំនិតហើយប៉ុន្តែឧទាហរណ៍ឧបករណ៍ទាំងអស់ហ្នឹងតើតាមានថវិកាក្នុងការទិញយកមកប្រើប្រាស់ហើយបន្តឬក៏អាចទៅបង្កើតថ្មីរកអីថ្មីពីអីទាំងអស់ហ្នឹងអញ្ចឹងយើងត្រូវការធនធានហើយនឹងការត្រួសត្រាយផ្លូវដែរអាចថាខ្ញុំគាត់ថាមិនមែនតែវិស័យសិល្បៈមួយទេមានវិស័យអីច្រើនដែលយើងខ្វះអ្នកធ្វើច្រើនចាហ្នឹងហើយអរគុណអូនដោយសារបងចាប់អារម្មណ៍ជាមួយនឹងស្នាដៃអូនភាគច្រើនមិនមែនធ្វើតែលើសហសម័យឬក៏យើងហៅថា visual art ទេប៉ុន្តែយើងអូនក៏ធ្វើជាសមិទ្ធករភាពយន្តឯកសារទៀតអញ្ចឹងបងអាចសុំសួរថាតើពេលដែលអូនចាប់អារម្មណ៍ថាខ្លួនឯងចង់ខ្លាចទៅជាសមិទ្ធករភាពយន្តឯកសារហ្នឹងនៅពេលដែលរៀននៅ department
kẹm này cùng nắng rứ có ấp trong thua nắng cào bị rỉ rứ có mấy chẳng ចាខ្ញុំគិតថារឿងភាពចង់មិនចង់ហ្នឹងគឺអាចថាកំឡុងពេលដែលយើងរៀនដែរហើយមុនពេលដែលយើងរៀនដូចនៅតាំងពីខ្ញុំនៅវិទ្យាល័យហ្នឹងក៏ខ្ញុំតែងតែចាប់អារម្មណ៍ឯកសារស័ព្ទហ្នឹងមើលអញ្ចឹងទៅមើលទៅតំណងចង់ទៅនឹងចង់ទៅមើលផ្ទាល់ចង់ទៅថតចង់ទៅអីអញ្ចឹងបើដោយសារបើយើងគិតពីបរិបទកម្ពុជាវិញយើងអត់សូវមានអ្នកថតសត្វស្លាបឬក៏ផ្នែកបរិស្ថានហ្នឹងឯងចាប្រសិនបើយើងបានថតហ្នឹងអាហ្នឹងនៅតែជាគំនិតចង់ចាអញ្ចឹងហើយអីដែលខ្ញុំអាចធ្វើបានឥឡូវហ្នឹងគឺធ្វើជាអ្នកផលិតវីដេអូឯកសារចាដែលយើងតាក់ទងទៅនឹងបរិស្ថានដែរប៉ុន្តែមិនស៊ីជម្រៅផ្នែកធម្មជាតិឬក៏សត្វទេចាហ្នឹងហើយបងឃើញស្នាដៃមួយឈ្មោះ Ben and Community ចាហ្នឹងហើយអាហ្នឹងយើងនិយាយទៅដោយសារយើងចាប់អារម្មណ៍ជាមួយនឹងសហគមន៍បរិស្ថានអូនអាចចែកម្លែកអាហ្នឹងតិចបានទេចាសម្រាប់គម្រោងband ហើយនឹង community ហើយនឹងសហគមន៍ហ្នឹងគឺជាស្នាដៃរបស់មិត្តភក្តិខ្ញុំដុល្លារដែលគាត់ធ្វើសម្រាប់បញ្ចប់សារណាដូចគ្នាដែលខ្ញុំធ្វើតាក់ទងនឹងហាមសហសម័យហើយគាត់ធ្វើពីវីដេអូឯកសារខ្លីតាក់ទងទៅនឹង band ហើយនឹងសហគមន៍ចាអញ្ចឹងពេលហ្នឹងយើងទៅពីរនាក់គាត់ជា director cameraman editor និយាយទៅគាត់មកចប់យើងទៅជួយជា second camera អញ្ចឹងទៅឬក៏កាមេរ៉ាទី2ចាយើងទៅហើយ follow band និយាយពីសហគមន៍នឹងការដែលគាត់មានឆន្ទៈក្នុងការជួយការពារទៅនឹងជីវៈចម្រុះនៅភ្នំពេលហ្នឹងគឺយើងមានឱកាសក្នុងការផ្ដិតយករូបភាពពីការដែល band ដែលគាត់ជាមួយនឹងគ្រួសារគាត់នៅក្នុងព្រៃកណ្ដាលនិយាយទៅកណ្ដាលព្រៃហ្មងហើយធ្វើការពារហើយបញ្ជ្រាបនៅការយល់ដឹងទៅដល់ប្រជាជនសហគមន៍នៅហ្នឹងដោយឲ្យគាត់ចេះប្រមូលផលពីជីវៈចម្រុះឬក៏ធនធានធម្មជាតិវិញដោយឡើងយកឃ្មុំអីអញ្ចឹងជាជាងការទៅចាប់ឬក៏ដាក់ត្រីឬក៏ចាប់សត្វខុសច្បាប់ឬក៏កាប់ព្រៃអីទាំងអស់ហ្នឹងហើយអាហ្នឹងគឺជាគំរូមួយដែលយើងគួរតែបញ្ជ្រាបឲ្យបានច្រើនចាហើយមុនគម្រោងហ្នឹងទៀតគឺយើងធ្វើពីអ្នកថតរូបស្លាបដែរចាចាអញ្ចឹងសម្រាប់អូនអីគេគឺជាការបំផុសគំនិតដើម្បីបង្កើតស្នាដៃអីមួយមិនថាជាវីដេអូមិនថាជាសិល្បៈចាក់ផុសទោះខ្ញុំគិតថាអាចថាជាវាមានពីរគំនិតអាចថានៅពេលដែលយើងឃើញមានបញ្ហាហើយយើងចង់និយាយពីបញ្ហាហ្នឹងហើយផ្ដល់នៅដំណោះស្រាយដែរឧទាហរណ៍នៅពេលដែលរឿងឯកសារខ្នាតខ្លី band ហើយនឹងសហគមន៍ហ្នឹងគឺយើងចង់លើកឡើងពីមុខបុគ្គលម្នាក់ដែលបើទោះបីគាត់នៅឆ្ងាយក្នុងព្រៃក៏ប៉ុន្តែឥទ្ធិពលដែលគាត់ផ្ដល់ឲ្យខ្ញុំដែលនៅទីក្រុងភ្នំពេញគឺវាឆ្ងាយចង់និយាយថាមិនបាច់ស្គាល់គ្នាក៏យើងនៅពេលដែលឃើញស្វែងយល់ពីការងាររបស់គាត់គឺយើងមានទឹកចិត្តយើងចង់បន្តទៀតយើងគិតថាមានមនុស្សទាំងអស់អ្នកផ្សេងទៀតដែលគាត់កំពុងតែធ្វើការងារដែលយើងអត់ដឹងចាអញ្ចឹងវាជាការលើកទឹកចិត្តមួយទៅលើដំណោះស្រាយមិញថាមានពីរមានអីមួយទៀតបញ្ហាហើយនឹងការលើកទឹកចិត្តនៅពេលយើងឃើញមានបញ្ហាយើងចង់បង្ហាញពីបញ្ហាហ្នឹងប៉ុន្តែយើងមិនមែនតែនិយាយពីបញ្ហាយើងចង់និយាយពីដំណោះស្រាយដែរដោយយើងលើកពីបុគ្គលម្នាក់ឬក៏ដំណោះស្រាយផ្សេងមួយដែលយើងគិតថាវាយើងអាចអ្នកជុំវិញឬក៏មនុស្សសាមញ្ញអាចធ្វើបានចុះបងអាចសុំសួរតកតងជាមួយនឹងការយល់ឃើញទូទៅណាចាក្នុងនាមជាសិល្បករក៏ដោយមិនមែនជាសិល្បករក៏ដោយតើអូនយល់ថាតើវិស័យសិល្បៈនៅក្នុងប្រទេសកម្ពុជាយើងយ៉ាងម៉េចដែរចាខ្ញុំគិតថាវិស័យសិល្បៈនៅក្នុងប្រទេសកម្ពុជាយើងអាចថានៅមានកម្រិតប៉ុន្តែខ្ញុំជឿថានៅឥឡូវហ្នឹងគឺកំពុងតែមានអ្នកដែលគាត់ព្យាយាមធ្វើឲ្យល្អចាបើទោះបីពេលខ្លះយើងអត់ដឹងថាគាត់នៅណាប៉ុន្តែមានក្រុមបុគ្គលឬក៏មនុស្សផ្សេងដែលគាត់ព្យាយាមកំពុងតែធ្វើចាអញ្ចឹងខ្ញុំនៅតែមានសុទ្ធិនិយមគិតថាហើយជឿថាយើងគួរតែបើថាធ្វើល្អហើយធ្វើគឺមានគោលដៅច្បាស់លាស់
ពិតជាមានន័យ ជ្រៅ ដូចស្រាប់ផែនដី អត់ទេ អូខេហ្នឹងហើយបងចាប់អារម្មណ៍មួយទៀតដោយសារក្នុងកំឡុងពេលតាំងអូនបង្កើតស្នាដៃមកដល់ឥឡូវហ្នឹងក៏មានយើងហៅថាយើងនៅក្នុង CV យើងហៅ award ណាប៉ុន្តែយើងហៅថាមួយទៀតគឺជាការចុះកម្មសិក្សាអីចឹងឧទាហរណ៍ដោយអូនធ្លាប់ទៅធ្វើទស្សនកិច្ចកម្មសិក្សានៅប្រទេសជប៉ុនអីចឹងតើអាហ្នឹងវាកម្មវិធីហ្នឹងមិនដែរហើយវាមានអី impact ឬក៏ត្រឡប់មកខ្លួនយើងវិញដែរអត់ចាបងអរគុណតាមពិតខ្ញុំគិតថាដូចជាដំណើរចុះកម្មសិក្សាពិសេសបានទៅប្រទេសក្រៅហ្នឹងគឺវាបើអង់គ្លេសគេថាដូច eye opening អញ្ចឹងចានៅពេលដែលយើងទៅមុនដំបូងយើងដឹងថាអូគេប្រទេសអភិវឌ្ឍមិនយើងស្វែងយល់ខ្លះទៅមុនដំបូងគឺចាប់ផ្ដើមអូតើយើងគួរតែធ្វើអីនៅពេលដែលយើងមកប្រទេសខ្មែរយើងវិញយើងគួរតែអភិវឌ្ឍអីអញ្ចឹងបើពេលខ្ញុំទៅជប៉ុនមុនដំបូងសឹងថាយើងអាចលិតស្រុកអាដីផ្លូវគេបានវាលក្ខណៈថាវាស្អាតនេះអញ្ចឹងយើងចង់ថាដឹងថាពេលណាថ្ងៃណាមួយដែលស្រុកយើងស្អាតអីអញ្ចឹងយើងតែងតែគិតចង់អញ្ចឹងតែមិនទៅដល់ថ្នាក់ហ្នឹងទេព្រោះខ្ញុំគិតថាយើងក៏គិតស្វែងយល់ពីស្ថានភាពនៅប្រទេសខ្មែរយើងដែរថាតើប្រហែលឆ្នាំមុន40ឆ្នាំមុន50ឆ្នាំមុនយើងមានរឿងអីកាត់ឡើងអញ្ចឹងមកដល់កម្រិតហ្នឹងក៏វាមិននេះដែរប៉ុន្តែយើងនៅតែចង់ធ្វើមិនរំពឹងថាឲ្យល្អហើយមានអីក្រៅពីសកម្មភាពរបស់យើងទាំងអស់ហ្នឹងឯងចាអញ្ចឹងដូចកម្មសិក្សានៅជប៉ុនមុនដំបូងដែលខ្ញុំទៅឆ្នាំ2015ហ្នឹងគឺយើងទៅទីក្រុង Tokyo ហើយយើងទៅដូច YouTube នៅ YouTube Station នៅ Tokyo ហ្នឹងហើយទៅស្ថាប័នកសែតនៅ Tokyo ហើយក៏យើងរៀនពីវប្បធម៌របស់ជប៉ុនខ្លះដែរអញ្ចឹងចាអញ្ចឹងដំណើរកម្មសិក្សាលោកដំបូងហ្នឹងគឺបង្រៀនខ្ញុំបានច្រើនហើយយើងអាចរៀនពីប្រទេសដែលគេអភិវឌ្ឍគេធ្វើមិនហើយយើងយកមកធ្វើនៅស្រុកយើងតាមដែលយើងអាចធ្វើបានចាហើយនឹងដំណើរកម្មសិក្សាមួយទៀតដែលខ្ញុំចាំដូចនៅក្នុងឆ្នាំ2016កម្មវិធី Visely ដែលខ្ញុំទៅឥណ្ឌូនេស៊ីហ្នឹងគឺតាក់ទងទៅនឹងបរិស្ថានដែរអញ្ចឹងយើងបានស្វែងយល់ពីវិស័យបរិស្ថាននៅខ្លះដែរហើយយើងមានសកម្មភាពជាគម្រោងនៅពេលដែលយើងចប់កម្មសិក្សាហ្នឹងយើងអាចធ្វើគម្រោងអីនៅក្នុងសហគមន៍របស់យើងអញ្ចឹងយើងមានលក្ខណៈថានៅពេលដែលយើងទៅមិនមែនធម្មតារៀនទេប៉ុន្តែយើងធ្វើជាសកម្មភាពឬក៏បើទោះបីជាវាទូចក្តីក៏ប៉ុន្តែវាមានអាចថាវាមាន impact ឬក៏មានផលប៉ះពាល់ជាវិជ្ជមានទៅដល់សហគមន៍របស់យើងចាហើយខ្ញុំគិតថាខ្ញុំតែងតែចាំសិស្សបងខ្ញុំម្នាក់ដែលគាត់និយាយថា keep doing what you are doing ហើយខ្ញុំគិតថាវាសំខាន់បើទោះបីយើងពេលខ្លះលទ្ធផលដែលយើងធ្វើហ្នឹងផ្លែផ្កាហ្នឹងវាមានតិចក៏ដោយប៉ុន្តែបើសិនបើយើងនៅតែបន្តធ្វើថ្ងៃណាមួយវានឹងធំដុំឬក៏យើងតែងតែមានគេហៅ slogan ខ្មែរយើងដែលថាតាក់ពេញបំពង់ណាចាអញ្ចឹងទៅខ្ញុំជឿថាយើងគួរតែបន្តធ្វើអីនៅអីដែលយើងពឹងធ្វើឲ្យតែយើងមានឆន្ទៈហើយនឹងទិសដៅច្បាស់លាស់ដល់ពេលនិយាយអញ្ចឹងបងនឹកឃើញក្រៅពីមានរៀមច្បងមួយដែលអណែងចាំ slogan របស់គាត់ចាំពាក្យរបស់គាត់មានសិល្បករណាដែលអណែងដែលថាចាប់អារម្មណ៍ការងារគាត់ហើយមើលទៅបំផុសកម្រិតអណែងឲ្យបង្កើតស្នាដៃផ្សេងទៀតអត់ខ្ញុំគិតថាមានសិល្បករច្រើនដែលយើងមើលទៅវ៉ាវយើងមើលការងារគាត់ហើយបំផុសគំនិតចង់ឲ្យយើងធ្វើតហើយក៏មានសិល្បករផ្សេងទៀតវាមិនមែនតែជាការងារទេក៏ប៉ុន្តែជាលក្ខណៈជាបុគ្គលលក្ខណៈដូច filmmaker មួយខ្មែរបារាំងDavid Chu ដែលគាត់និយាយទៅគាត់នៅពេលដែលយើងស្ដាប់គាត់នៅពេលយើងឃើញការងារស្នាដៃរបស់គាត់គឺយើងមានការលើកទឹកចិត្តមែនតើយើងចង់មិនបាច់តែធ្វើដូចគាត់ទេប៉ុន្តែយើងហៅណាធ្វើអីដែលយើងអាចធ្វើបានហើយខ្ញុំគិតថាសរុបសេចក្តីមកនៅពេលយើងធ្វើអីមួយតែងតែយើងចង់ឲ្យគេអាចថាលើកទឹកចិត្តនៅពេលដែលគេឃើញការងាររបស់យើងទៅគេវាបំផុសគំនិតឲ្យគេធ្វើអីមួយផ្សេងខ្ញុំគិតថាហ្នឹងគឺវាសំខាន់មានអត្ថន័យមែនតើ បងចង់
តសំណួរមួយទៀតតកតងជាមួយនឹងការឧបត្ថម្ភបែបថវិកាឬក៏មិនមែនជាថវិកាក្នុងនាមជាសិល្បករវ័យក្មេងតើវាមានសារៈសំខាន់មិនទៅសម្រាប់អូនខ្ញុំគិតថាឱកាសដែលខ្ញុំគិតថាឱកាសវាសំខាន់ឱកាសឬក៏ធនធានដែលគេអាចផ្ដល់ឲ្យយើងតាំងពីថវិកាជាឱកាសពេលវេលាជាការផ្ដល់ឲ្យជាដូច space នៅទីនេះនៅឥឡូវនេះយើងនៅទីសញ្ចរនេះគឺជាឱកាសវាមិនមែនជាថវិកាទេប៉ុន្តែវាជាកន្លែងដែលឲ្យសិល្បករគាត់អាចធ្វើការexplore ឬក៏ស្វែងរកចាព្រោះដោយសារតាក្នុងនាមជាសិល្បករមួយត្រូវការស្វែងរកគ្រប់អ្វីដែលថ្មីចាអញ្ចឹងវាសំខាន់មែនតើចាហើយខ្ញុំគិតថាវាមិនមែនអាចថាមិនមែនគ្រាន់តែនៅក្នុងវិស័យសិល្បៈទេប៉ុន្តែមានវិស័យអីច្រើនដែលវាមិនត្រឹមតែយើងធ្វើទេប៉ុន្តែតើយើងស្វែងរកគ្រប់រកសាកលបងចាសម្រាប់ពេលឆាប់ខាងមុខហ្នឹងមានត្រូវធ្វើចាប់អារម្មណ៍បង្កើតស្នាដៃថ្មីអីឬក៏មានប្រធានបទអីដែលធ្វើឲ្យណែចាប់អារម្មណ៍ពេលទៅចង់បង្កើតអីចឹងចាឥឡូវហ្នឹងខ្ញុំធ្វើទៅនឹងគម្រោងក្រោមដីនេះដែលយើងនិយាយពីសារៈសំខាន់នៃទឹកក្រោមដីហើយខ្ញុំព្យាយាមបញ្ជ្រាបជាមួយនឹងបច្ចេកវិទ្យាដែលយើងប្រើកម្មវិធីក្នុងការបង្កើតនៅរូបភាពទាំងអស់ហ្នឹងហើយអាចថាធ្វើឲ្យរូបភាពហ្នឹងមានគេហៅ interact ចារូបភាពហ្នឹងវា interact ជាមួយនឹងអ្នកទស្សនាចានៅពេលដែលអ្នកទស្សនាគាត់ដើរកាត់ឬក៏ប៉ះអីទៅធ្វើឲ្យរូបភាពហ្នឹងផ្លាស់ប្ដូរទម្រង់អីផ្សេងចាអាហ្នឹងគឺជាអីដែលខ្ញុំកំពុងតែរៀនធ្វើក្នុងកំឡុងពេលដែលអូនបង្កើតស្នាដៃរហូតមកឥឡូវហ្នឹងឬក៏ចាត់យើងគិតថាអីមួយដែលធ្វើឲ្យឯងមើលទៅឃើញហើយធ្វើឲ្យអូនផ្លាស់ប្ដូរការប្រើប្រាស់ឬក៏ការអនុវត្តស្នាដៃសិល្បៈអូនខ្ញុំគិតថាការដែលយើងផ្លាស់ប្ដូរគំនិតឬក៏បច្ចេកទេសក្នុងការប្រើប្រាស់ទាំងអស់ហ្នឹងភាពទាំងអស់ហ្នឹងទៅក្នុងការងារឬក៏ការបង្កើតសិល្បៈថ្មីហ្នឹងគឺវាអាចថារឿងសពថ្ងៃនៅពេលដែលយើងមើលយើងជិះយើងញ៉ាំយើងឃើញយើងមានអារម្មណ៍អីទាំងអស់ហ្នឹងសិតតែជាអីមួយដែលយើងចង់ផ្លាស់ប្ដូរឬក៏ចង់បង្កើតវិបត្តិសាស្ត្រតែខ្ញុំគិតថាទាំងអស់គ្នាហ្នឹងវាមិនមែនដូចគេតែងតែនិយាយថាយើងអាចចាំឲ្យអ្វីមួយដើម្បីឲ្យយើងមានបទពិសោធន៍នេះតើយើងទៅរករបស់នឹងមួយដើម្បីឲ្យវាមានបទពិសោធន៍អញ្ចឹងខ្ញុំគិតថាអីដែលខ្ញុំផ្លាស់ប្ដូរទៅលើការងាររបស់ខ្ញុំវាគឺជាអីដែលយើងទទួលបានបទពិសោធន៍រាល់ថ្ងៃនៅពេលយើងញ៉ាំយើងគិតយើងគេងយើងនិយាយយើងជិះតាមផ្លូវយើងឃើញអីមួយអីទាំងអស់ហ្នឹងគឺសិតតែវាផ្លាស់ប្ដូរការគិតរបស់យើងហើយយើងប្រមូលការគិតហ្នឹងហើយព្យាយាមយកមកដាក់នៅក្នុងគំនិតមួយចាក្នុងគំនិតហ្នឹងហើយថាធ្វើម៉េចដើម្បីគ្រប់គ្រងនៅគំនិតហ្នឹងឲ្យចេញជារូបភាពព្រោះដោយសារតែយើងជាសិល្បករផ្នែកចក្ខុទស្សន៍អញ្ចឹងបង្ហាញតាមលក្ខណៈរូបភាពនឹងក៏ដោយរូបភាពនឹងអង្គើហើយមានសលេងមានអីទាំងអស់ហ្នឹងចាគឺវាតាមរយៈបទពិសោធន៍របស់យើងរាល់ថ្ងៃអូខេអរគុណច្រើនសម្រាប់នឹងការឆ្លើយនៅសំណួរច្រើនប៉ុន្តែបងនៅសល់សំណួរមួយទៀតសំណួរហ្នឹងបងតែងតែសួរសិល្បករគ្រប់គ្នាដែលបងបានជួបហើយបងចង់សួរទៅសេរីរតតកតងជាមួយនឹងតើអូនយល់ថាអីគេទៅជាសិល្បៈហើយតើសិល្បៈហ្នឹងសម្រាប់អូនហ្នឹងគឺជាអីគេពីរហ្នឹងខុសគ្នាមែនអីជាសិល្បៈហើយតើអីសិល្បៈជាអីសម្រាប់ខ្ញុំខ្ញុំគិតថាសិល្បៈវាមានន័យធំទូលាយសូម្បីតែការដេកដាហើរអង្គុយក៏អាចថាជាសិល្បៈក្នុងន័យធំទូលាយមួយដែរឬក៏ក្នុងកម្រិតមួយដែលយើងនិយាយពីសិល្បៈដែលដាក់តាំងនៅមហោស្រពឬក៏ដាក់តាំងទៅក្នុង gallery វិចិត្រសាលតែសម្រាប់ខ្ញុំគិតថាសម័យហ្នឹងសូម្បីតែយើងមើលរឿងពិសេសដោយសារយើងមើលតាមទូរស័ព្ទច្រើនមក plate អាចថាកន្លះនាទីឬក៏1នាទីដែលយើងមើលហើយធ្វើឲ្យយើងមានអារម្មណ៍មួយវាគឺជាសិល្បៈមួយវាអាចថាជាមនោគមធ្វើឲ្យអ្នកមើលប្រែប្រួលអារម្មណ៍ផ្លូវចិត្តឬក៏ការគិតចាហើយសកម្មភាពអីទាំងអស់ហ្នឹងតែអញ្ចឹងខ្ញុំគិតថាវាអាចថាសិល្បៈមានន័យទូលំទូលាយហើយវាជាផ្នែកមួយនៃយើងដែលយើងអាចខ្វះបានចាចាបងគិតថាពេលនេះពិតជាគួរឲ្យ
ស្មុគស្ងាយមកគាត់ថាពាក្យអូននិយាយនឹងត្រឹមត្រូវមែនតើវាជាផ្នែកមួយเนาะ ចា ហើយអរគុណច្រើនសម្រាប់ការឆ្លើយសំណួរដ៏ច្រើននៅក្នុងកម្មវិធី podcast ការសន្ទនាហើយរីករាយមែនតើនឹងអរគុណសម្រាប់ពេលវេលាមានតម្លៃណាស់សិរីរតន៍ ចាមកចាអរគុណដូចគ្នា អរគុណច្រើន